តែមានគម្រោងចង់ទិញខុនដូប៉ុន្តែអត់ដឹងថាខុនដូណាមានស្តង់ដារបែបស៊ីវិល័យនិងមានតម្លៃសមរម្យមែនទេដូច្នេះខ្ញុំសូមណែនាំរីហូបខុនដូដែលមានទីតាំងនៅចំកណ្ដាលទីក្រុងភ្នំពេញនៅជាប់នឹងស្តុបបូកូតែម្ដងហើយរីហូបខុនដូផ្ដល់លក្ខខណ្ឌបង់ប្រាក់ងាយស្រួលទៅដល់អតិថិជនទាំងអស់គ្នាបងគ្រាន់តែបង់ 10% អាចចូលរស់នៅបាននិងទទួលបានសម្ភារៈពេញបន្ទប់តែម្ដងបើសិនជាបងបងជាមួយនឹងគម្រោងការប្រាក់ត្រឹមតែ 8% រយៈពេល 10 ឆ្នាំហើយបងនឹងទទួលការបង់ត្រឡប់មកវិញ 8% ក្នុងមួយឆ្នាំរយៈពេល 3 ឆ្នាំហើយមិនត្រឹមតែប៉ុណ្្នឹងឯងបងប្អូនទាំងគ្នារីហូបខុនដូគឺសាងសង់រួចរាល់ 100% តែម្ដងបងប្អូនទិញភ្លាមអាចចូលរស់នៅភ្លាមនិងទទួលបានកម្មសិទ្ធិប្លង់រឹងតកូនតចៅតែម្ដងរីហូបខុនដូមានបន្ទប់3ប្រភេទជូនទៅដល់អតិថិជនទាំងអស់គ្នាមាន one bedroom two bedroom ហើយនិង studio room ដូច្នេះយើងចូលទៅមើលបន្ទប់នីមួយៗទាំងអស់គ្នានេះគឺជាបន្ទប់ one bedroom ដែលមានទំហំ 65x46 តើឥឡូវចូលទៅមើលខាងក្នុងណានេះគឺជាបន្ទប់ Studio Room ប្រភេទ A ដែលមានទំហំ 45x26 មកចូលទៅមើលខាងក្នុងជាមួយខ្ញុំទាំងអស់គ្នាណាចំណែកបន្ទប់នេះវិញគឺជាប្រភេទបន្ទប់ Studio Room ប្រភេទ B ដែលមានទំហំ 43.13 ឥឡូវយើងចូលទៅមើលខាងក្នុងបងប្អូនដឹងថាបន្ទប់នេះជាបន្ទប់អីអត់ចាគឺជាបន្ទប់ Studio Room ប្រភេទ E ដែលមានទំហំ 42.26view ខាងក្រៅគឺយើងមើលឃើញទៅខាងផ្លូវ60ម៉ែត្រខាងក្រៅក្រុងគឺស្រឡះស្អាតមែនតើបងប្អូនទាំងអស់គ្នាអត់មានអាគារណាបាំងទេនៅនេះគឺស្រឡះស្អាតស្រូបខ្យល់បរិយាកាសហើយវាដណ្ដើមនេះគឺវែងមែនតើចាឥឡូវយើងចូលទៅមើលនៅក្នុងបន្ទប់ណាបន្ទប់ two bedroom ដែលមានទំហំ 70x36 ឥឡូវយើងចូលទៅមើលខាងក្នុងទាំងអស់គ្នាហើយបន្ទប់នេះវិញគឺយើងមើលទៅឃើញ view ខាង Eon ច្បាស់តែម្ដងខាង Eon នេះខាងកំពេចចេះនេះក៏ស្រឡះល្អមកបងប្អូនទាំងគ្នាក្រៅពីនេះយើងក៏មានជាប្រភេទ office សម្រាប់ជួលនិងលក់មានច្រើនទំហំនិងច្រើនតម្លៃទៅតាមតម្រូវការរបស់អតិថិជនតែម្ដងនៅទីនេះគឺមានអ្វីគ្រប់យ៉ាងដែលបងត្រូវការតែម្ដងមានដូចជាអាងហែលទឹកក្លឹបហាត់ប្រាណទីមសាណានិងកន្លែងស្រូបបរិយាកាសនិងមើលទិដ្ឋភាពទីក្រុងភ្នំពេញនៅជាន់ទី 27 ផ្ទាល់តែម្ដងហើយអ្វីដែលកាន់តែពិសេសរីហូបខុនដូគឺនៅចំកណ្ដាលទីក្រុងភ្នំពេញតែម្ដងនៅលើផ្លូវកៅ5ជិតស្តុបបូកូជិតផ្សារទំនើប Eon ផ្សារបឹកកេងកងនិងផ្សារទូទំពង់ហើយព័ទ្ធជុំវិញទៅដល់សាលារៀននិងកន្លែងធ្វើការដែលជាទីប្រជុំជនងាយស្រួលនៅក្នុងការរស់នៅមែនទែនបងប្អូនទាំងអស់គ្នាចាចង់ដឹងព័ត៌មានកាន់តែលម្អិតបងប្អូនអាចមកមើលទីតាំងផ្ទាល់ឬក៏ទាក់ទងតាមលេខទូរស័ព្ទនិង Facebook Page ហើយកុំភ្លេចណារីហូបខុនដូរងចាំបងប្អូនជានិច្ច